រៀបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍លោកអ្នកនាងមកចូលរួមវេទិកាជជែករវាងអ្នកសារព័ត៌មានស្ត្រីនិងនគរបាលស្ដីអំពីការលើកកម្ពស់សារព័ត៌មានស្ត្រីនៅក្នុងប្រទេសកម្ពុជាហើយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមនឹងរៀបចំឡើងពីមណ្ឌលព័ត៌មានស្ត្រីនិងអ្នកសារព័ត៌មានក៏ដូចជានគរបាលជាតិក៏ដូចជាអង្គការ UNESCO នៅកម្ពុជាផងដែរហើយកម្មវិធីនេះគឺយើងមានការជជែកគ្នាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាសេរីភាពនៅក្នុងប្រទេសកម្ពុជាហើយក៏បានលើកឡើងអំពីលំហសេរីភាពផ្សេងៗពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយដែលមានការវិវត្តពីសារព័ត៌មានបែបវិជ្ជាជីវៈមកជាបែប content ក៏ដូចជាបែបមាតិកាហើយដែលធ្វើឲ្យលំហសេរីភាពកាន់តែទូលំទូលាយបង្កឬក៏បង្កើននៅព័ត៌មានคล้ายៗនៅលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនផងដែរហើយការជជែកគ្នានៅពេលនេះវាគឺជាការជជែកគ្នាដើម្បីឲ្យអ្នកសារព័ត៌មានស្ត្រីអាចធ្វើការដែលងាយស្រួលនៅក្នុងវិស័យរបស់ខ្លួនហើយមានទំនាក់ទំនងល្អជាមួយនឹងសមត្ថកិច្ចដើម្បីធ្វើយ៉ាងណាយើងរួមគ្នាក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននិងព័ត៌មានទៅដល់ប្រជាពលរដ្ឋតាក់ទងទៅនឹងវិស័យផ្សេងៗផងដែរហើយតាមការលើកឡើងឯកឧត្តមជួននរិនអគ្គស្នងការរងក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានអញ្ជើញថ្លែងបើកសន្ទរកថាផងដែរហើយក្នុងឱកាសនោះលោកលើកឡើងថាការជួបជុំនេះគឺធ្វើយ៉ាងម៉េចដើម្បីឲ្យសមត្ថកិច្ចក៏ដូចជាអ្នកសារព័ត៌មានស្ត្រីអាចទៅជែកតទល់ក៏អាចទៅជែកស្វែងរកគន្លឹះរួមគ្នាក្នុងការធ្វើយ៉ាងណាឲ្យសេរីភាពឬក៏លំហសេរីភាពនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរហើយជាមួយទៅនឹងការលើកឡើងនេះលោកក៏ចង់ឲ្យកម្មវិធីជជែកនេះមានជាបន្តបន្ទាប់និងមានជារៀងរាល់ឆ្នាំផងដែរដើម្បីធ្វើយ៉ាងណាឲ្យភាគីទាំងពីរអាចមកអង្គុយជជែកគ្នានិងស្វែងរកដំណោះស្រាយហើយជាពិសេសហ្នឹងក៏ក្រៅពីលើកអំពីបញ្ហាហ្នឹងលោកក៏បានលើកឡើងថាបញ្ហាពាក់ព័ន្ធទៅនឹងភាពមិនយល់ស្របគ្នានឹងការមិនទៅជែកគ្នានេះវាគឺជារឿងឬក៏ជាឧបសគ្គមួយដែលធ្វើឲ្យមានការមិនប្រតិបត្តិគ្នាហើយសូមស្ដាប់ប្រសាសន៍របស់លោកទាំងស្រុងពាក់ព័ន្ធទៅនឹងការលើកឡើងនៅក្នុងវេទិកានេះកម្មវិធីកិច្ចពិភាក្សានាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ហើយក៏ផ្ដល់ជាឱកាសដ៏កម្រមួយសម្រាប់ទូនទីអង្គសំខាន់ចំនួន2គឺកងកម្លាំងនគរបាលជាតិនិងអ្នកសារព័ត៌មានដែលមានគោលដៅរួមនឹងការទទួលខុសត្រូវរួមគឺបម្រើនឹងការពារផលប្រយោជន៍សាធារណៈនិងលើកតម្កើងតម្លៃគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានធ្វើការជួបពិភាក្សាផ្លាស់ប្ដូរយោបល់ស្ដាប់គ្នាទៅវិញទៅមកដើម្បីចែករំលែកការយល់ដឹងនិងបទពិសោធន៍ការងាររបស់ខ្លួនកន្លងមកមិនត្រឹមតែប៉ុណ្ណោះក៏អាចជាឱកាសមួយដើម្បីស្វែងរកនៅរាល់បញ្ហាប្រឈមផ្សេងៗនិងកំណត់បាននៅមធ្យោបាយដោះស្រាយរួមគ្នាដើម្បីលើកកម្ពស់បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀតលំហនៃសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អនិងឆ្ពោះទៅរកការរៀបចំបាននៅសណ្ដាប់ធ្នាប់ល្អប្រសើរចំពោះស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផលព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរីដោយឈរលើមូលដ្ឋានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានច្បាប់ស្តីពីរបបសារព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខាងសារព័ត៌មានបានកំណត់ពីការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់គឺដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មានរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្សដោយមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់នៅក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យតួនាទីរបស់អ្នកសារព័ត៌មានគឺពិតជាមិនអាចកាត់ថ្លៃបានមើលរំលងជាដាច់ខាតបងប្អូនសារព័ត៌មានទាំងអស់ជាពិសេសអ្នកសារព័ត៌មានជាស្ត្រីគឺជាសសរស្តម្ភសំខាន់នៃសង្គមជាធិបតេយ្យដែលតែងតែឈរនៅជួរមុខបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ក្នុងការបំភ្លឺការពិតនិងផ្តល់ព័ត៌មានមិនលំអៀងជូនដល់ប្រជាពលរដ្ឋដោយដើរទន្ទឹមជាមួយនឹងការគោរពនីតិរដ្ឋនិងសិទ្ធិសេរីភាពរបស់អ្នកដទៃអ្នកសារព័ត៌មានអាជីពដែលគោរពវិជ្ជាជីវៈគឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាក្នុងសង្គម
ឈរលើមូលដ្ឋាននេះខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបន្តចូលរួមលើកស្ទួយវិស័យព័ត៌មានដោយប្រតិបត្តិឲ្យបានចុះជួននៅវិជ្ជាជីវៈសារព័ត៌មាននិងចូលរួមទប់ស្កាត់លុបបំបាត់ព័ត៌មានคล้ายៗបំភ្លៃការពិតមានចរិតបំពុលសង្គមជេរប្រមាថនិងញុះញង់បង្កឲ្យកើតមានការបែកបាក់សាមគ្គីជាតិជាមួយនឹងការខិតខំខាងលើនេះយើងសង្កេតឃើញថានៅមានចំណុចចន្លោះប្រហោងមួយចំនួនដែលរារាំងដល់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងនគរបាលជាតិនិងអ្នកសារព័ត៌មានជាស្ត្រីដូចជាមានការយល់ច្រឡំគ្នានិងការមិនទុកចិត្តគ្នាដែលបង្កើតជាភាពតានតឹងនិងបញ្ហាផ្សេងៗរវាងភាគីទាំងពីរបញ្ហាប្រឈមទាំងនេះមិនមែនមានសម្រាប់តែប្រទេសកម្ពុជាមួយទេតែក៏ជាបញ្ហានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកផងដែរហើយអាចត្រូវបានដោះស្រាយតាមរយៈការសន្ទនាការប្រស្រ័យទាក់ទងនិងការយោគយល់គ្នាក្នុងភាពជាដៃគូទៅវិញទៅមកខ្ញុំក៏សូមយកវេទិកានេះថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំពុះពៀជំនះរាល់ឧបសគ្គក្នុងការចុះផ្សាយយកព័ត៌មានការចែករំលែកព័ត៌មានការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការនិងទូលំទូលាយជូនបងប្អូនជាពលរដ្ឋដើម្បីស្វែងយល់អំពីសភាពការពិតនៅកម្ពុជាពិសេសប្រតិបត្តិការធំជាប្រវត្តិសាស្ត្រនិងទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីកន្លងមកនេះសមិទ្ធផលដ៏ធំធេងនិងជោគជ័យយ៉ាងត្រចះត្រចង់ដែលទទួលបាននាពេលកន្លងមកគឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាននិងបងប្អូនសារព័ត៌មានដែលនេះបានបង្ហាញពីភាពជាដៃគូមិនអាចខ្វះបានរវាងស្ថាប័នរដ្ឋជាមួយស្ថាប័នសារព័ត៌មានបន្ទាប់ពីយើងបានស្ដាប់អាយដាមជួននរិនស្នងការនិងអគ្គស្នងការរងឥឡូវនេះយើងមកជួបស្ត្រីអ្នកសារព័ត៌មានយើងមួយរូបដែលគាត់នឹងលើកឡើងអំពីចំណាប់អារម្មណ៍របស់គាត់ហើយនឹងដែលបានចូលរួមនៅក្នុងកិច្ចជជែកពិភាក្សានេះផងដែរតោះទៅជួបគាត់ជាមួយនឹងទាំងអស់គ្នាចាហ្នឹងហើយថ្ងៃនេះខ្ញុំបានមកស្ដាប់ច្រើនតាំងពីព្រឹកមកមានខាងអាយដាមជួនរងផងហើយមានខាងមេធាវីទៀតហើយមានខាងក្រសួងព័ត៌មានមកចូលរួមគឺមានគ្រប់ស្ថាប័នហ្មងខ្ញុំសង្កេតឃើញថាដូចលើកទឹកចិត្តថាស្ត្រីអ្នកសារព័ត៌មានយើងឥឡូវមានការគ្រប់គ្រងច្រើនទាំងខាងនគរបាលជាតិទាំងស្ថាប័នក្រសួងព័ត៌មានហើយនិងស្ថាប័នពាក់ព័ន្ធណាអញ្ចឹងទៅធ្វើឲ្យដូចរបៀបមានភាពកក់ក្ដៅថាពួកយើងមិនមែនដើរតាមម្នាក់ឯងឬក៏មកក្រុមស្រីយើងឬក៏ហៅសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាតែមានស្ថាប័នពាក់ព័ន្ធគាត់ជួយគ្រប់គ្រងដែរហើយបើតាមប្រសាសន៍អាយដាមជួនរងព្រឹកមិញហ្នឹងគឺគាត់លើកទឹកចិត្តហ្មងថាទាំងអស់គ្នាមានទូនទីរៀងខ្លួនអញ្ចឹងត្រូវការអនុវត្តទូនទីរបស់ខ្លួនរៀងខ្លួនឲ្យបានល្អហើយស្របតាមវិជ្ជាជីវៈអញ្ចឹងខ្ញុំសង្ឃឹមថាការជំនួបកិច្ចជំនួបថ្នាក់ជាតិលើកនេះនឹងជួយលើកទឹកចិត្តហើយក៏ជួយបណ្ដុះចិត្តគំនិតរបស់ពួកយើងគ្រប់ស្ថាប័នទាំងអស់គឺឲ្យចេះសហការគ្នាចេះធ្វើការជាមួយគ្នាហើយធ្វើការមួយគ្នាឲ្យមានប្រសិទ្ធភាពទៀតចា៎បងយល់យ៉ាងណាដែរចំពោះអ្នកសារព័ត៌មានស្ត្រីនៅក្នុងប្រទេសកម្ពុជាខ្ញុំឃើញថាមានចំនួនច្រើនជាងមុនហើយពួកគាត់ក៏ទទួលបាននៅគេហៅឱកាសហើយនឹងការបណ្ដុះបណ្ដាលការលើកទឹកចិត្តការចងក្រងជាបណ្ដាញជាក្រុមបានល្អព្រោះនិយាយទៅវិស័យសារព័ត៌មាននេះបើគាត់ដើរតែឯងឬក៏ដើរក្រុមតូចគឺគាត់ពិបាកគាត់ប្រឈមបញ្ហាច្រើនគាត់បាក់ទឹកចិត្តច្រើនគាត់នឹងងាយនឹងបោះបង់ប៉ុន្តែពេលដែលគាត់មានក្រុមហើយគាត់អាចចូលរួមទទួលបានចំណេះដឹងទទួលបានបទពិសោធន៍ផ្សេងហើយក៏ដូចចូលប្រជុំចូលអីថ្នាក់ជាតិបែបនេះគឺគាត់នឹងមើលឃើញថាគេឲ្យតម្លៃគាត់ហើយគាត់ពិតជាមានតម្លៃមែនអញ្ចឹងអាជីពរបស់គាត់គឺជាអាជីពស្របច្បាប់ត្រឹមត្រូវផ្ដល់នៅព័ត៌មានផ្ដល់នៅចំណេះដឹងផ្ដល់នៅការគិតវិភាគដល់ប្រជាជនគឺជាផ្នែកមួយដ៏សំខាន់ដែលគាត់អាចព្រោះតែភាពលំបាកតិចតួចឬក៏ការរារាំងពីសង្គមឬក៏ពីគ្រួសារគាត់បោះបង់ឯងគាត់ត្រូវការរឹងមាំហើយគាត់ត្រូវការដើរហើយដើរហ្នឹងដើរ
cái đài ban du vãng cứ đà đời miền crom miền chủng nuôi miền để ham miền chủng nuôi miền ca còm tró nên anh cho mình còn ai từ bàn về ngày hay đi chậm ra anh tiền បងមានកម្មវិធីនេះទៅសមាជិកដើម្បីផ្ដល់ភាពងាយស្រួលកម្មទាំងងាយស្រួលបន្ថែមទៀតទៅដល់អ្នកសារព័ត៌មានហើយផ្ដោតជារួមគឺអ្នកសារព័ត៌មានស្ត្រី ចាជាចុងក្រោយក៏ខ្ញុំសូមសំណូមពរទៅដល់ស្ថាប័ននគរបាលជាតិក៏ដូចជាស្ថាប័នពាក់ព័ន្ធក្រសួងព័ត៌មានឬក៏ខាងអង្គការតែពាក់ព័ន្ធណាហ្នឹងហើយសូមបន្តគ្រប់គ្រងហើយលើកទឹកចិត្តក៏ដូចជាជួយពាក់ព័ន្ធក៏ដូចជាផ្ដល់ឱកាសឬក៏លើកទឹកចិត្តដល់អ្នកសារព័ត៌មានស្ត្រីដើម្បីឲ្យគាត់នៅតែឈរមាំនៅក្នុងទូនទីរបស់គាត់ក្នុងអាជីពរបស់គាត់ហើយពង្រីកបន្ថែមទៀតនៅសក្តានុពលក៏ដូចជាជំនាញរបស់គាត់ហ្នឹងហើយដើម្បីឲ្យគាត់មានមោទនភាពលើខ្លួនឯងក្នុងនាមជាស្ត្រីគាត់អាចជួយសង្គមហើយគាត់មានប្រយោជន៍នៅក្នុងសង្គមហ្នឹងហើយអញ្ចឹងជួយសម្របសម្រួលគាត់ផងស្ត្រីអញនិយាយបានថាជាភេទទុនខ្សោយមិនតែពួកយើងអត់ខ្សោយទេប៉ុន្តែក៏ត្រូវការគ្រប់គ្រងហើយនឹងការលើកទឹកចិត្តដែរចាអរគុណ អ្នកទាំងអស់គ្នាមេតិការរបស់ខ្ញុំពេលនេះមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែរដែលបានតាមដានរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមគោរពនៅទូនាទីនិងកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិយើងឲ្យបានល្អផ្ដើមចេញពីយើងទាំងអស់គ្នាទៅអ្វីៗកាន់តែល្អប្រសើរសូមអរគុណសូមជម្រាបលា